ជួបគ្នាទៀតទេណាបងថ្ងៃនេះខ្ញុំមកបង្ហាញពីការធ្វើផ្កានេះមួយហើយខ្ញុំសើចមើលទៅឈ្មោះវា Queen of Night អីណាណៃប៉ុន្តែដោយសារតែខ្ញុំឃើញវាស្តៀងទៅនឹងផ្កាត្បូងយក្សយើងដែរអញ្ចឹងខ្ញុំហៅឈ្មោះវាថាផ្កាត្បូងយក្សអីបែបផ្កាសុកសែអញ្ចឹងណាអញ្ចឹងត្បូងយើងត្រូវការกระดาษប្រភេទ plissé 3x10 សង់ទីម៉ែត្រអញ្ចឹងមកហើយយើងកាត់វាជារាងចំណិតសក់ជា2អញ្ចឹងមកណាបងហើយចំពោះការបិទយើងបិទផ្គុំវាប្រជ្រះគ្នាអញ្ចឹងវិញដោយសារតសតបផ្កាយើងធំខាងលើតូចខាងក្រោមអញ្ចឹងយើងត្រូវការបិទអញ្ចឹងមកឲ្យចំណេញសាច់កដាណាមួយពេលដែលយើងបិទអញ្ចឹងអាភ្លីកដាហ្នឹងវាញែកចេញមកខាងវាធ្វើឲ្យសតបផ្កាយើងហ្នឹងកាន់តែស្អាតទៀតអញ្ចឹងណាហើយដល់យើងបិទអញ្ចឹងអាតំណងកន្លែងដែលយើងបិទនេះវារឹងមកល្មមអាចឲ្យយើងពុតសតបផ្កាហ្នឹងបានដោយអត់ចាំបាច់ប្រើលូហើយប៉ុន្តែបើថាយើងត្រូវការពុតខ្លាំងអីអាហ្នឹងតើតែយើងដាក់លូណាបងអញ្ចឹងចំពោះសតបផ្កាຂະຫນាត 3x10 នេះយើងធ្វើចំនួន15សតបហើយនៅមានសតបផ្សេងទៀតនេះចំពោះຂະຫນាតគឺខ្ញុំបានដាក់នៅក្នុងនឹងអស់ហើយបងអាចមើលបានហើយបន្ទាប់ពីធ្វើសតបផ្កាហើយយើងចូលមកដល់ធ្វើបដូលផ្កាឬក៏កញ្ចុំកេសរផ្កាត្រង់នេះបើបងអត់មានបដូលផ្កាគ្រាប់ដូចតែគេធ្វើស្រាប់ហ្នឹងទេបងប្រើប្រភេទกระดาษ plissé ដដែលហ្នឹងប៉ុន្តែលាបពណ៌នៅខាងចុងតិចដូចដែលខ្ញុំលាបចឹងមកហើយយើងកាត់វាឲ្យល្អិតទៅហើយយើងលមួលវាតិចមកឲ្យវាលមួលរាងដុំចឹងទៅរាងស្អាតតិចហើយខ្ញុំភ្លេចបញ្ជាក់បងអានេះគឺប្រភេទកញ្ចុំកេសរញីឥឡូវយើងមកធ្វើកញ្ចុំកេសរផ្កាឈ្មោលម្ដងរបៀបធ្វើគឺយើងធ្វើដូចតែគ្នាតែគ្រាន់តែយើងអត់មានលាបពណ៌នៅខាងចុងដូចកញ្ចុំកេសរញីទេណានិយាយទៅធ្វើផ្កាមួយតងនេះលេងសិតពណ៌សទាំងអស់ហ្មងបងដោយសារតែផ្កាហ្នឹងវាពណ៌សដែរហើយដែលខ្ញុំនិយាយថាផ្កានេះស្តៀងទៅនឹងផ្កាត្បូងយក្សមិនដឹងថាបងខ្លះធ្លាប់ឃើញផ្កាត្បូងយក្សអត់ទេប៉ុន្តែបើថាខ្ញុំនៅតាមស្រុកសែនចេះសបោមែនតើហើយផ្កានេះពេលដែលវារយហើយក៏វាចេញផ្លែដែរណាផ្លែវាស្តៀងទៅនឹងផ្លែសកានេះអញ្ចឹងដោយសារតែផ្កាពួកវានេះវាស្តៀងគ្នាអញ្ចឹងផ្លែចេញមកក៏វារាងស្តៀងគ្នាដែរប៉ុន្តែគ្រាន់ថាផ្លែត្បូងយក្សវាផ្លែរាងតូចហើយរសជាតិវារាងជូរអែមតិចប៉ុន្តែក៏ឆ្ងាញ់ដែរណាបងនិយាយទៅផ្លែឈើនៅតាមស្រុកសែនចេះផ្លែអីក៏ឆ្ងាញ់ដែរតែតែតន់គេទេបើថាទៅតន់ផ្លែឈើអីមួយនោះផ្ដាំហើយឥឡូវយើងចូលមកដល់ផ្កាយើងវិញផ្កានេះគឺយើងបិទស្រទាប់ធំទៅមុនណាបងវាខុសពីផ្កាផ្សេងគឺស្រទាប់តូចគេនៅខាងក្នុងអញ្ចឹងណាហើយស្រទាប់តូចនេះគឺយើងអត់បិទក្តោបចូលក្នុងទេយើងបិទក្តោបវាចេញមកក្រៅឲ្យធ្លាក់មកក្រោមចេះវិញអញ្ចឹងបន្ទាប់ពីបិទផ្កាហើយមកកញ្ចុំនេះហើយខ្ញុំមកធ្វើអាស្លឹកក្រោមផ្កានេះបន្តិចបងហើយចំពោះស្លឹកនេះគឺຂະຫນាតអីគឺយើងយកតូចជាងអាស្រទាប់ខាងក្រោមនេះបន្តិចទេបងហើយការកាត់ក៏យើងកាត់ទម្រង់ដូចគ្នានឹងដែរហើយយើងពុតវាឲ្យរាងកោងអញ្ចឹងតិចមកបន្ទាប់មកយើងបិទនៅតាមអាចន្លោះស្រទាប់ផ្កាខាងក្រោមហ្នឹងមកតែប៉ុណ្្នឹងទេបងបិទប្រហែលជា6 7ស្លឹកអីហ្នឹងគឺបានហើយបន្ទាប់ពីបិទអាស្លឹកក្រោមផ្កានេះហើយយើងចូលមកដល់ធ្វើស្លឹកធំឬក៏អាស្លឹកនៅលើដើមវានឹងម្ដងនិយាយទៅធ្វើផ្កាអត់សូវមានអីប្លែកទេបងអើយមានតែតែនឹងឯងតាមដែលធ្លាប់ធ្វើមកអស់ពីធ្វើផ្កាចូលមកដល់ធ្វើដើមអស់ពីធ្វើដើមចូលមកដល់ធ្វើស្លឹកអញ្ចឹងណាបើថាខុសគ្នាវាខុសគ្នាត្រឹមតាម៉ូតផ្កាឬក៏ម៉ូតស្លឹកនឹងឯងប៉ុន្តែបើថាដំណាក់កាលនៃការធ្វើគឺដូចតែគ្នានឹងទេបើស្លឹកនេះវិញយើងកាត់វាតម្រង់ស្តៀងទៅនឹងស្រទាប់ផ្កាដែរទេហើយដោយសារតើប្រភេទกระดาษយើងធ្វើនេះវាជាប្រភេទกระดาษ plissé អាចតែងបានអាចយឺតបានអញ្ចឹងណាអញ្ចឹងយើងញែកវាចឹងតិចមកឲ្យវាចេញតម្រង់ស្លឹកអញ្ចឹងយើងធ្វើស្លឹកតែប៉ុណ្្នឹងទៅក្នុងមួយតងហើយឥឡូវយើងចូលមកដល់ការធ្វើតងផ្កានឹងម្ដងដោយសារតែផ្កានេះវារាងធំដែរអញ្ចឹងខ្ញុំមកដាក់តងផ្កាធម្មតាទេខ្ញុំប្រើតាយ៉ូនេះមកធ្វើជាតងវាវិញដោយសារតែវារាងធំអញ្ចឹងវាសមជាមួយនឹងផ្កាយើងណាហើយភាគច្រើនផ្កាដែលមានតងរាងធំគឺខ្ញុំប្រើតាយ៉ូនឹងឯងបងបន្ទាប់ពីសោកតាយ៉ូតមួយផ្កាហើយយើងក៏រុំជាមួយនឹងស្កុតរុំដើមនេះមកហើយស្កុតរុំដើមនេះគឺខ្ញុំប្រើពណ៌បៃតងរាងចាស់បន្តិចបងហើយយើងរុំឲ្យផុតកលៈផ្កាអញ្ចឹងបន្តិចមកចាំយើងយកស្លឹកមករុំចូលជាមួយនិយាយទៅស្លឹកនេះយើងគ្រាន់តែរុំវាប៉ុណ្្នឹងទៅវាជាប់ហើយបងចុងក្រោយបន្ទាប់ពីរុំស្លឹកនេះទៅគឺអស់ហើយបងយើងគ្រាន់តែញែកស្លឹកហ្នឹងឲ្យវារាងចេញរាងបន្តិចមកដោយសារតើស្លឹកយើងនេះគឺយើងដាក់តងជាមួយនឹងលួសអញ្ចឹងយើងអាចពុតវាបានណាហើយយើងញែកវាចឹងតិចមកហើយពុតដើមពុតអីវាចឹងតិចតួចទៅគឺហើយបងអញ្ចឹង Queen of Night ហៅកាត់បែបសុកសែថាផ្កាត្បូងយក្សនេះគឺហើយហើយបានបន្ទុកដែរកុំភ្លេចចូល comment ឲ្យខ្ញុំម្នាក់មួយផងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់ហើយយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ